តាក់ទងជាមួយនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាបញ្ហាដែលខ្ញុំថាខ្ញុំមិនចង់និយាយដល់ជាយូរមកហើយមានអ្នកសំណូមពរខ្ញុំឲ្យនិយាយជាច្រើនប៉ុន្តែខ្ញុំបានគិតមិនចង់និយាយពីបញ្ហាហ្នឹងទេតែដោយសារតែម្សិលមិញមានមន្ត្រីគណៈបកប្រឆាំងដែលនៅសហរដ្ឋអាមេរិកជាន់ខ្ពស់មួយរូបបានតាក់ទងមកខ្ញុំគាត់សរសេរមកសិគាត់គ្រប់គ្រងអ្វីដែលខ្ញុំចែករំលែកកន្លងមកគាត់ថាវាជាផលប្រយោជន៍បាទជាផលប្រយោជន៍អញ្ចឹងខ្ញុំមិនដោយសារខ្ញុំមិនចែករំលែកកន្លងមកមិនចង់ឲ្យប៉ះពាល់អារម្មណ៍អ្នកណាជារឿងនយោបាយនៅក្នុងប្រទេសកម្ពុជាឥឡូវដោយសារតែគាត់យល់ថាសំខាន់ខ្ញុំសុខចិត្តចែករំលែកឲ្យប្រិយមិត្តដឹងខ្លះបាទអញ្ចឹងមិនមែនខ្ញុំទទួលបញ្ជាពីក្រុមប្រឆាំងអីទេមិនមែនទេគឺខ្ញុំមិនចង់ឲ្យប៉ះពាល់អារម្មណ៍អ្នកណាបាទតែពីរឿងថៃនិងកម្ពុជានឹងតែប៉ុណ្្នឹងទេឥឡូវហ្នឹងគឺអញ្ចឹងខ្ញុំចែករំលែកបន្តិចចុះបាទមិនទាំងអស់ទេបាទខ្លះហើយប្រិមិត្តស្ដាប់ឮហើយពិចារណាទៅតាមហ្នឹងទៅណាបាទពិចារណាទៅតាមហ្នឹងទៅពីព្រោះខ្ញុំចែករំលែកពីជ្រុងនៃអ្នកសារព័ត៌មានទេគឺមិនមែនជ្រុងនៃអ្នកនយោបាយទេបាទប៉ុន្តែមុនហ្នឹងចូលដល់លម្អិតគឺសូមបង្ហាញពីជ្រុងអ្នកនយោបាយខាងរដ្ឋាភិបាលកម្ពុជាគឺបាទលោកហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភាគាត់បានមានប្រសាសន៍ច្រើនតាក់ទងជាមួយនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយខ្ញុំដកស្រង់នេះគឺកាសែតខ្មែរ Time គាត់បានកាត់ឃ្លីបនឹងខ្លីៗអំពីប្រសាសន៍របស់លោកហ៊ុនសែនបាទខ្ញុំមិនចាក់ឃ្លីបវីដេអូហ្នឹងទេតែខ្ញុំគាត់តែចង់និយាយដកស្រង់នៅប្រសាសន៍របស់លោកហ៊ុនសែនដែលបាននិយាយពាក់ព័ន្ធទៅរឿងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះបាទលោកបានមានប្រសាសន៍ថាមានមនុស្សជាច្រើនមានមនុស្សខ្លះហ្នឹងបានពីនីឲ្យដាក់ពាក្យបណ្ដឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយធ្វើយ៉ាងណាឲ្យមានកិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធជាមួយនឹងការដែលប្រទេសជិតខាងរបស់កម្ពុជាចូលរំលោភប្រទេសកម្ពុជានោះបាទលោកហ៊ុនសែនក៏បានបញ្ជាក់ថាគឺតើកិច្ចសហប្រធានរបស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះគេយល់ព្រមដែរឬទេបាទលោកថាសាកសួរទៅម៉ាឡេស៊ីសួរទៅឥណ្ឌូនេស៊ីមើលដែលជាពេលនោះជាសហប្រធានណាបាទមួយណាកាតមិនទាន់គឺឥណ្ឌូនេស៊ីហើយនិងបារាំងជាសហប្រធានលោកថាតើគេនឹងរៀបចំកិច្ចប្រជុំនឹងបែបនោះទេហើយតើប្រទេសហត្ថលេខីទាំងអស់នោះព្រមទៅចូលរួមដោះស្រាយបញ្ហានឹងទៀតទេតាមវិធីនឹងទៀតទេបាទពីព្រោះអ្វីនេះលោកបានបន្ថែមថាអ្វីដែលកើតឡើងនេះគឺវាដើរហួសពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយគឺកម្ពុជាបានយកបញ្ហានេះទៅដល់រហូតទៅដល់ ICJ បាទគឺតុលាការយុត្តិធម៌អន្តរជាតិទៅដល់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិហើយក៏ដូចជាវេទិកាអន្តរជាតិផងដែរបាទដូចជា UNGA IPU ជាដើមនោះហើយនឹងអាស៊ានអន្តរសភាអាស៊ាននេះជាដើមបាទតើអ្វីទៅដែលគួរតែយកមកអនុវត្តបាទលោកហ៊ុនសែនបានសួរទៀតថាតើអ្នកទាំងអស់នោះបានមើលគ្រប់ចំណុចទេបាទនេះជាសំណួរដែលបាទមានអ្វីខ្លះនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បីដោះស្រាយបញ្ហាជម្លោះជាមួយនឹងប្រទេសថៃលោកបានបន្ថែមថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះគឺមិនមានអំណាចមិនបានផ្ដល់អំណាចទៅដល់ភាគីណាមួយក្នុងការដោះស្រាយឬសម្រួលបញ្ហាជម្លោះរវាងកម្ពុជានិងថៃនោះទេបាទលើកពីនោះទៅទៀតគឺនៅក្នុងខខណ្ឌទាំងឡាយនៃកិច្ចព្រមព្រៀងនោះគឺត្រូវបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាហើយកិច្ចព្រមព្រៀងនោះគឺមានប្រសិទ្ធភាពបាទឥឡូវនេះគឺបាទផុតសុពលភាពហើយនៅពេលដែលរដ្ឋធម្មនុញ្ញរបស់កម្ពុជាចូលជាធរមានហើយសភារបស់កម្ពុជាត្រូវបានបង្កើតឡើងហើយបេសកកម្មរបស់អង្គការសហប្រជាជាតិក៏បានបញ្ចប់ផងដែរបាទអញ្ចឹងនេះគឺជាអ្វីដែលបាទខាងប្រធានព្រឹទ្ធសភារបស់កម្ពុជាបានលើកឡើងបាទឥឡូវនេះខ្ញុំចែករំលែកពីខាងអ្វីដែលជាការសង្កេតរបស់ខ្ញុំវិញបាទប្រិមិត្តមួយចំនួនសួរខ្ញុំច្រើនហើយតែខ្ញុំគិតមិនចង់និយាយទេប៉ុន្តែឥឡូវខ្ញុំសូមចែករំលែកមានអ្នកសួរថាចែកឲ្យអស់មកពូកូនខ្មែរចង់បានដឹងបាទខ្ញុំមិនចែកទាំងអស់ទេខ្ញុំនឹងចែករំលែកខ្លះពីព្រោះខ្ញុំយល់ឃើញថាបញ្ហានេះត្រូវបានគេប្រើប្រាស់បាទជារឿងតាមខាងនិន្នាការរបស់គណៈបកឬក៏ក្រុមផ្សេងអញ្ចឹងខ្ញុំមិនចង់ឲ្យប៉ះពាល់ដល់ក្រុមណាប៉ុន្តែខ្ញុំចែករំលែកអ្វីដែលជាការពិតដែលខ្ញុំបានដឹងហើយនឹងការប្រៀបធៀបដើម្បីឲ្យ
ក្មួយក៏ពិតសំដៅទៅលើក្មួយណាដែលទៅដឹងរឿងថ្មីឲ្យបាទដឹងផងដែរឥឡូវនេះគឺចំណុចទី1បាទចំណុចទី1គឺកាលពីខួបលើកទី25នៃសន្តិភាពទីក្រុងប៉ារីសនោះគេមានរៀបចំកម្មវិធីមួយនៅសហរដ្ឋអាមេរិកនៅវិទ្យាស្ថានសន្តិភាពនៅក្នុងរដ្ឋធានី Washington ពេលហ្នឹងគឺមានគឺវិទ្យាស្ថានសន្តិភាព IP ហ្នឹង Institute of Peace ហ្នឹងបាននៅរដ្ឋធានី Washington ក៏បានរៀបចំហើយខ្ញុំបានទៅយកព័ត៌មានក្រុមខ្ញុំទៅច្រើនគឺមានទាំងលោកគេហៅថាឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកទៅចូលរួមផងដែរបាទគាត់ទៅថ្លែងសន្និកថាមួយផ្លែតប៉ុន្តែខ្ញុំចាប់ដៃមកសួរគាត់បាទប៉ុន្តែអត់ on the record ទេ off the record ទៀតប៉ុន្តែឥឡូវយកមកនិយាយឲ្យប្រិយមិត្តដឹងតែម្ដងបាទតែខាងជំហររបស់សហរដ្ឋអាមេរិកគាត់និយាយយ៉ាងម៉េចគាត់និយាយថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹងគឺបើសិនជាយើងចង់ប្រើប្រាស់បាទចង់ប្រើប្រាស់គឺมันអាចប្រើធំដូចមុនទៀតបានទេគឺត្រូវតែប្រើក្នុងទម្រង់តូចមួយដែលមានអ្នកណាដែលចាប់អារម្មណ៍រឿងហ្នឹងបាទអាចនិយាយភាគីណាមួយប្រទេសណាមួយអញ្ចឹងទៅអាចនឹងចូលរួមនៅក្នុងការដោះស្រាយគាត់និយាយហ្នឹងចង់សម្ដៅទៅលើសហរដ្ឋអាមេរិកបាទតែថាគាត់ថាជាប្រទេសដែលមានអំណាចដូចជាបារាំងអីហ្នឹងបាទអាចនឹងរៀបចំប្រទេសទាំងនោះគេអាចនឹងរៀបចំពិនិត្យមើលការងារមួយចំនួនណាដែលនៅសេសសល់មិនទាន់បានអនុវត្តបាទពេលហ្នឹងគាត់ចង់សំដៅទៅលើបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យបាទនឹងរឿងហ្នឹងពិតខ្ញុំសួរដោយផ្ទាល់ប៉ុន្តែ off the record ឥឡូវនិយាយជូនប្រិយមិត្តតែម្ដងទៅចុះមកពីព្រោះរឿងនេះវាតាំងពីខួប25ណាខួប25យូរហើយដែរបាទឥឡូវនេះដល់ពេលអញ្ចឹងក៏មានការគ្រប់គ្រងពីខាងសមាជិករដ្ឋសភារបស់សហរដ្ឋអាមេរិកមួយចំនួនដែរបាទសមាជិករដ្ឋសភារបស់សហរដ្ឋអាមេរិកមួយចំនួនខ្ញុំសូមមិនបញ្ចេញឈ្មោះគាត់ដែរឥឡូវនេះគាត់ចូលនិវត្តន៍ហើយក៏ឲ្យយោបល់បង្កើតជាគេហៅថា contact group ហ្នឹងគឺគេហៅថាក្រុមទំនាក់ទំនង Paris Peace Agreement Contact Group បាទក្រុមទំនាក់ទំនងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយអ្នកដែលដឹកនាំការងារធ្វើហ្នឹងគឺមានគេហៅថាសមាគមមួយគឺ Cambodian American Alliance គឺសម្ព័ន្ធមិត្តរបស់អាមេរិកកម្ពុជាដែលប្រធានពេលនោះគឺលោកទូចប៊ីបុលហើយនៅក្រុមរបស់គាត់គឺលោកព្រំសៅនរាបាទលទ្ធផលយ៉ាងណាប្រហែលជាលោកទូចប៊ីបុលអាចនឹងលឺនេះឬក៏មានអ្នកទៅសួររបស់គាត់នឹងអាចនឹងគាត់ទៅបកស្រាយនៅ Cambodia Daily ឬក៏អីហ្នឹងឬមកគាត់ទៅប៉ុន្តែអ្វីដែលខ្ញុំបានអាចនិយាយបានគឺកើតអត់ចេញទេបាទប្រកាសអត់ចេញទេពីព្រោះវាទៅតាក់ទង contact group ហ្នឹងគឺស្តៀងនឹងអ្វីដែលមន្ត្រីអាមេរិកបាននិយាយហ្នឹងគឺឲ្យប្រទេសដែលមានអំណាចហ្នឹងដូចជាធំដូចជាអូស្ត្រាលីកាណាដាបាទបាទកាណាដាបារាំងអីហ្នឹងបាទដែលជាប្រទេសធំហ្នឹងគេរៀបចំប៉ុន្តែបើតាមខ្ញុំដឹងគឺរៀបចំអត់ចេញទេក្រុមទាំងអស់នោះដោយសារតែកម្រិតយ៉ាងណាពីពួកខ្ញុំមិនធ្វើកិច្ចការងារហ្នឹងទេណាតែដោយវាជួបបញ្ហាយ៉ាងម៉េចអីយ៉ាងម៉េចมันអាចមានសមត្ថភាពទៅបញ្ចូលគេយ៉ាងម៉េចខ្ញុំអត់ដឹងដែរក៏ប៉ុន្តែគ្រាន់តែចេញជា idea ចេញជាគំនិតទេគឺអត់មានការមួយដែលយើងឃើញជារូបរាងទេបើសិនជាមានជារូបរាងមែនមកដល់ម៉ោងនេះយើងឃើញហើយគឺអត់មានការអំពាវនាវទៅសហប្រធាននឹងវិញទេគឺប្រកាសជាសម្ដៅចំទៅលើ contact group ហ្នឹងហើយក្រុមទំនាក់ទំនងស្ដីអំពីសន្តិភាពទីក្រុងប៉ារីសហ្នឹងហើយអញ្ចឹងដូច្នេះអាចអ្នកដែលធ្វើកិច្ចការហ្នឹងគាត់បញ្យល់នៅក្រៅខ្ញុំមិនសួរគាត់ដោយសារតែខ្ញុំមិនមែនជាអ្នកកសារព័ត៌មានទៀតទេណាអញ្ចឹងជាសរុបដែលខ្ញុំអាចវិតម្លៃបានគឺធ្វើអត់ចេញទេបាទ contact group នឹងធ្វើអត់ចេញទេបើចេញឥឡូវនឹងឃើញបាត់នៅណាខ្លះជា contact group ប្រកាសផុងមកដែរអត់មានទេបាទនឹងជាចំណុចទី2ណាចំណុចទី2ហើយខ្ញុំនិយាយសាមញ្ញមួយបាទដោយដែលលោកហ៊ុនសែនប្រធានប្រសិទ្ធភាពលោកបានមានប្រសាសន៍ចឹងខ្ញុំប្រៀបធៀបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹងទៅកម្រិតចេះវិញគឺជាអាពាហ៍ពិពាហ៍មួយរវាងមនុស្សពីរនាក់ដែលពេលនោះគឺជាភាគី2ភាគីអ្នកតស៊ូនិងភាគីអ្នកនៅខាងក្នុងព្រំពេញណាអាពាហ៍ពិពាហ៍ហ្នឹងដែលមានឪពុកម្ដាយទាំងសងខាងគឺបារាំងហើយនិងឥណ្ឌូនេស៊ីបាទហើយជាសាក្សីដោយមានប្រទេសមួយចំនួនទៀត
ពីរអ្នកនឹងរៀបការនឹងគ្នាហើយអ្វីដែលយកជាការបានអាពាហ៍ពិពាហ៍ទទួលជាផ្លូវការនេះគឺសម្បត្តិអាពាហ៍ពិពាហ៍សម្បត្តិអាពាហ៍ពិពាហ៍នឹងគឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹងឯងបាទដែលកំណត់ថាឲ្យធ្វើអីយ៉ាងណាចឹងទៅអញ្ចឹងនៅក្នុងពេលដែលភាគីទាំងពីរនេះមានទំនាស់ក៏ដោយឬក៏មានរឿងអីផ្សេងតាក់ស្អីក៏ដោយក៏យើងអាចទៅរកឪពុកម្ដាយនឹងមកពិភាក្សាឡើងវិញបាទពិភាក្សាឡើងវិញប៉ុន្តែតើមានប្រសិទ្ធភាពយ៉ាងណាឪពុកម្ដាយគាត់អាចនិយាយខ្លះបានជួនកាលឪពុកម្ដាយខ្លះគាត់មិននិយាយទេវាអញ្ចឹងណាបាទប៉ុន្តែដើម្បីឲ្យរឿងទំនាស់បើសិនជាមាននៅក្នុងកាត់ឡើងបានត្រឹមត្រូវតែទៅណាបើប្តីវាយប្រពន្ធវាយប្តីច្បាស់ជាទៅរកប៉ូលីសហើយប៉ូលីសនៅក្នុងនេះគឺច្បាស់ជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងហើយឬក៏យើងចង់និយាយប្តឹងអីយ៉ាងម៉េចទៀតអាចទៅតុលាការនៅក្នុងទំនាស់ឲ្យកាត់ឡើងនៅក្នុងអាពាហ៍ពិពាហ៍ហ្នឹងច្បាស់ជាតុលាការដែលពេលនេះគឺតុលាការ ICJ ហ្នឹងឬក៏រឿងអីផ្សេងទៀតតទៀតហ្នឹងហើយបាទហ្នឹងឯងជារឿងមួយដែលរឿងនេះដែលត្រូវដោះស្រាយហើយចំណុចមួយទៀតបាទគឺអាចចំណុចមួយទៀតក្នុងពេលដែល contact group កាត់អត់ចេញផងអាហ្នឹងគឺសំដៅទៅលើប្រទេសធំផងដែលក៏អត់ព្រមចូលឬក៏អ្នកដែលទៅបញ្ចុះបញ្ចូលហ្នឹងបានមិនដល់យ៉ាងម៉េចខ្ញុំមិនដឹងដែរណាប៉ុន្តែគឺប្រកាសអត់ចេញទេបាទអត់ចេញទេបាទដោយសារតែក្រុមអ្នកទៅសុំបង្កើតហ្នឹងគាត់មិនមានអំណាចយ៉ាងម៉េចពីព្រោះគាត់ជាក្រុមគ្រាន់តែជាក្រុមអង្គការក្រៅរដ្ឋាភិបាលមួយនៅខាងសហរដ្ឋអាមេរិកមិនមានគេថាអំណាចមានអីត្រឹមត្រូវគ្រប់គ្រាន់ដើម្បីទៅបញ្ចុះបញ្ចូលប្រទេសដទៃឲ្យគេជឿឲ្យគេស្ដាប់តាមយ៉ាងម៉េចគឺខ្ញុំមិនដឹងដែរណាតែសំខាន់គឺខ្លឹមសារគឺអត់ចេញទេបាទនឹងមួយចាស់សួរថានរណាគេជាសមាជិករបស់19ប្រទេសឬក៏រួមទាំង UN ហ្នឹងនរណាបើរឿងកាត់ឡើងនរណាអាចចូលរួមអ្នកដែលចូលរួមនោះគឺក្រុម IoT រាល់ថ្ងៃហ្នឹង AOT ដែលនឹងបង្កើតឡើងរាល់ថ្ងៃហ្នឹងពីព្រោះអ្នកដែលចង់ចូលរួមទាំងអស់ហ្នឹងវាមានឥណ្ឌូនេស៊ីម៉ាឡេស៊ីតដែលហ្នឹងបាទមានវៀតណាមអីទាំងអស់គ្នាក្រែងពួកហ្នឹងកំពុងតែធ្វើការសង្កេតរឿងនៅកម្ពុជាអីតារាល់ថ្ងៃហ្នឹងគាត់នឹងហើយដែលជាសមាជិកនៃ PPA ដែលបានធ្វើជាសាក្សីនោះឥឡូវបើគាត់ចូលមកដល់ហ្នឹងហើយតើរណាទៀតអានោះដូចរឿងគេនិយាយលេងនៅក្នុងគម្ពីរព្រះអញ្ចឹងណាអ្នកម្នាក់លងទឹកពេលហ្នឹងអ្នកទី1គេអមទូកមកជួយអត់ព្រមទេចាំព្រះមកជួយអមទី2មកជួយអត់ព្រមទេចាំព្រះមកជួយអមទី3មកដល់ទឹកលិចអត់ព្រមទៅទៀតក៏ស្លាប់ទៅជួបព្រះសួរទៅសួរព្រះហេតុអីបានជាមិនទៅជួយខ្ញុំផងរហូតដល់ខ្ញុំលិចស្លាប់បាទព្រះក៏ថាខ្ញុំឲ្យមនុស្ស3នាក់ទៅជួយអ្នកឯងមិននេះហើយទៅបន្ទោសអ្នកណាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសមាជិកនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអ្នកណាឥណ្ឌូនេស៊ីតដែលម៉ាឡេស៊ីនឹងតដែលមិនចឹងសហរដ្ឋអាមេរិកនឹងតដែលចាស់អាមេរិកមិនចូលរួមមួយថ្ងៃហ្នឹងមិនអាមេរិកចូលរួមហើយតើរកនរណាទៀតបើគេកំពុងតែជួយរួមនៅក្នុងកិច្ចការហ្នឹងហើយតើរកពពាវនាវតើរកនរណាទៀតបាទអាហ្នឹងខ្ញុំគាត់តែនិយាយចែករំលែកពីជ្រុងនៃការសង្កេតរបស់ខ្ញុំទេណាបាទរឿងយ៉ាងម៉េចទៀតនោះខ្ញុំមិនបកស្រាយទេបាទអញ្ចឹងបានន័យថាបញ្ហាឯក៏ដោយពេលខ្លះយើងមើលហួសពីជ្រុងដែលមាននៅក្នុងដៃក៏វាមិនអាចនឹងទៅរួចបានដែរព្រោះគេនៅក្នុងហ្នឹងទៅហើយបាទក្នុងទៅហើយតើរឿងណាទៅដោះស្រាយយ៉ាងម៉េចទៀតបាទសម្រាប់បញ្ហាដែលយើងកំពុងកាត់មានឡើងហ្នឹងយន្តការមានទាំងអស់បាទផ្លូវច្បាប់អង្គការសហប្រជាជាតិអីមានទាំងអស់បាទនេះខ្ញុំគាត់តែចែករំលែកប៉ុណ្្នឹងទេបាទចែករំលែកប៉ុណ្្នឹងទេអាខាងក្រោយនេះមិញគឺខ្ញុំគាត់តែជាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំទេណាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំអាចខុសអាចត្រូវនឹងប្រិយមិត្តកុំចាប់ទៅអូដំណើរណាគាត់ជាការបំភ្លឺក្នុងន័យធៀបឲ្យដឹងទេប៉ុន្តែអ្វីដែលខ្ញុំនិយាយពីមុនបន្តិចមកគឺជារឿងពិតមែនជារឿងពិតមែនអញ្ចឹងត្រឡប់មកចំណុចជាការសន្និដ្ឋានរួមរបស់ខ្ញុំវិញដែលសូមបីតែយើងកោះហៅក្រុម contact group ទូចមួយនឹងមិនអាចនឹងទៅរួចផងតើអាចទៅហៅសហប្រធានទាំងមូលបានឬទេយើងជាសំណួរខ្ញុំទុកជាសំណួរឲ្យប្រិយមិត្តឆ្លើយទេប៉ុន្តែតើអ្នកណាទៅដែលមានសមត្ថកិច្ចនឹងអាចនិយាយឲ្យគេស្ដាប់បានអានោះយើងសួរខ្លួនឯងខ្ញុំដឹងថាមានអ្នកខ្លះដឹងអតិពលដឹងចម្លើយហ្នឹងហើយបាទមិនមែនចេះតែ
có hao ban đi và mình chỉតែកោះហៅបានគេមានអ្នកដែលមានអំណាចដែលអាចកោះហៅបាទហើយចុងក្រោយគឺចំណុចចុងក្រោយដែលខ្ញុំសន្និដ្ឋានហ្នឹងគឺអ្នកដែលជាសមាជិកនៅកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹងគឺកំពុងតែធ្វើកិច្ចការងារនឹងជាមួយនឹងកម្ពុជានឹងហើយគ្មានអ្នកណាបើកោះហៅក៏គ្មានអ្នកណាអីក្រៅពីចូលមកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនឹងដដែលគ្មានអ្នកណាចូលមកក្រៅពីតំណាងសហរដ្ឋអាមេរិកនឹងដដែលទេគ្មានអ្នកណាក្រៅពីបារាំងនឹងទេហើយចាំបារាំងឃើញថ្ងៃមុនឃើញខាងថ្នាក់ដឹកនាំកម្ពុជាទៅតាក់ទងបារាំងដើម្បីឲ្យគាត់ជួយរឿងផែនទីផែនហ្នឹងរឿងហ្នឹងនៅតែប៉ុណ្្នឹងដដែលទេបាទអញ្ចឹងបានន័យថាបើគេមកដល់ហើយកំពុងធ្វើកិច្ចការហ្នឹងហើយយើងឡើងទៅរកតាណានេះនៅណាអាហ្នឹងហ្នឹងគឺជារឿងមួយដែលប្រិមិត្តពិចារណាខ្លួនឯងនេះខ្ញុំគាត់ទៅចែករំលែកចំណេះដឹងប៉ុណ្ណឹងបាទតាមសេចក្តីរាយការណ៍របស់សារព័ត៌មាននៅក្នុងប្រទេសកម្ពុជាក៏ដូចជា Facebook របស់លោកប្រាក់សុខុនដែលជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជានោះបានឲ្យដឹងថាលោករដ្ឋមន្ត្រីបានអញ្ជើញទៅដល់ប្រទេសម៉ាឡេស៊ីហើយថែមទាំងបានជួបពិភាក្សាគ្នាក្រៅផ្លូវការជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ីនៅទីក្រុងកូឡាឡាំពួរផងដែរបាទគឺជាមួយនឹងលោករដ្ឋមន្ត្រីការបរទេសរបស់ម៉ាឡេស៊ីគឺលោកដាតូបាទហាសាន់ដែលជាការមួយដើម្បីចូលរួមប្រជុំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី47និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីក្នុងឱកាសនោះគឺលោករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាគឺលោកប្រាក់សុខុនបានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៊ីចំពោះទូនាទីយ៉ាងសកម្មនៅក្នុងការសម្រេចបានបទជបាញ់នឹងការឈានដល់កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃបាទលោកប្រាក់សុខុនក៏បានសរសេរបន្ថែមតាម Facebook របស់លោកថាគឺលោកបានអបអរសាទរម៉ាឡេស៊ីណាចំពោះភាពជោគជ័យនេះក្នុងការធ្វើជាប្រធានអាស៊ានក្នុងនោះរួមមានការចូលជាសមាជិកពេញសិទ្ធិរបស់ Timor Leste នៅក្នុងអាស៊ាននៅឆ្នាំនេះផងដែរដែលជាជោគជ័យរបស់អាស៊ានក្រោមការដឹកនាំរបស់ប្រទេសម៉ាឡេស៊ីបាទនេះជាព័ត៌មានទី1អញ្ចឹងគឺភាគីកម្ពុជាបានទៅដល់ដោយឡែកព័ត៌មានទី2គឺភាគីថៃក៏បានអញ្ជើញទៅដល់ដែរគឺលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសថៃគឺលោកសៀស័កភួងខិតកៅក៏បានអញ្ជើញទៅដល់ប្រទេសម៉ាឡេស៊ីដែរហើយលោកក៏បានសម្ដែងនៅជំនឿទុកចិត្តថាប្រទេសថៃនិងប្រទេសកម្ពុជានឹងចុះហត្ថលេខាទៅលើសេចក្តីប្រកាសរួមបាទ Joint Declaration រវាងថៃនិងកម្ពុជាស្ដីអំពីលទ្ធផលនៃការជួបប្រជុំក្នុងពេលកន្លងមកដែលឈានទៅដល់សន្តិភាពគឺការនេះចុះហត្ថលេខានេះគឺនឹងធ្វើនៅក្នុងឱកាសដែលកិច្ចប្រជុំកំពូលរបស់អាស៊ានដែលនឹងចាប់ផ្ដើមពីថ្ងៃទី26ដល់ថ្ងៃទី28បាទលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសថៃគឺលោកស៊ីអាសាគឺបានទៅមុននេះដើម្បីរៀបចំឲ្យមានជំនួបកំពូលរបស់មេដឹកនាំរបស់ខ្លួនគឺលោកអនុทินច័ន្ទវីរគុលដែលគេគិតថានឹងចូលរួមផងដែរលោកសៀស័កបានសម្ដែងថាគឺចំណុចចំនួន4ដែលជាចំណុចសំខាន់ដែលថៃចង់បាននៅក្នុងការពិភាក្សាជាមួយកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិកជាមួយនឹងម៉ាឡេស៊ីនោះគឺបានបញ្ចប់បង្ហាយហើយសេចក្តីប្រកាសរួមដែលអ្នកខ្លះហៅថាកិច្ចព្រមព្រៀងសន្តិភាពនេះរវាងកម្ពុជាថៃគឺដោតទៅលើលទ្ធផលនៃកិច្ចប្រជុំក្នុងពេលកន្លងមកបាទគឺអាចនឹងមានការពិភាក្សានេះដោយផ្ដោតកិច្ចពិភាក្សាដែលជាជោគជ័យនេះគឺឈរលើស្មារតីនៃការបញ្ចប់នៃការប្រជុំរបស់គណៈកម្មាធិការព្រំដែនទូទៅហៅថា JBC ហើយនឹងកិច្ចព្រមព្រៀងក្នុងពេលកន្លងមកបាទកិច្ចព្រមព្រៀងនេះគឺរួមមានវិធានការជាក់ស្ដែងក្នុងការអនុវត្តការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែនការដោះមីនតាមបណ្ដោយព្រំដែនក៏ដូចជាកិច្ចសហប្រតិបត្តិការដើម្បីបង្ក្រាបការឆបោកតាមអនឡាញហើយនឹងការគ្រប់គ្រងតំបន់ដែលមានចំនួនជាមួយនឹងប្រទេសកម្ពុជានេះបើតាមភាគីថៃគាត់រាយការណ៍អញ្ចឹងហើយការចុះហត្ថលេខានេះគឺរំពឹងថានឹងធ្វើជាសាក្សីដោយលោកប្រធានាធិបតី Donald Trump ហើយនឹងនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីគឺលោក Anwar Ibrahim ហើយបន្ថែមទៅទៀតនោះគឺការប្រកាសនេះឬក៏កិច្ចព្រមព្រៀងនេះក៏រួមនឹងបញ្ចូលនៅផែនការសកម្មភាពលម្អិតជាក់លាក់និងពេលវេលាជាក់លាក់សម្រាប់ការអនុវត្តផងដែរហើយក្នុងគណៈពេលដែលបញ្ហា
នៃការតាក់ទងជាមួយនឹងការដែលដីធ្លីនៅតំបន់នងយ៉ាកែវភូមិនងយ៉ាកែវនិងភូមិនងច័ន្ទគឺនឹងត្រូវដោះស្រាយដោយឡែកពីគ្នាតាមរយៈកិច្ចប្រជុំនៃគណៈកម្មាធិការព្រំដែនចម្រុះ JBC បាទខ្ញុំអានយឺតឲ្យសម្រាប់អ្នកដែលនៅតែបកស្រាយច្រឡំបាទគឺការចុះហត្ថលេខានៅកូឡាឡាំពួរគឺផ្ដោតទៅលើកិច្ចសហប្រតិបត្តិការធ្វើការងារហើយសូមអានម្ដងទៀតបើតាមសារព័ត៌មាន TNA របស់ថៃនេះ TNA បានរាយការណ៍នេះគឺថាបញ្ហាជាក់លាក់តាក់ទងជាមួយនឹងតំបន់នងយ៉ាកែវនងច័ន្ទនឹងត្រូវដោះស្រាយដោយឡែកពីគ្នាដោយគណៈកម្មាធិការព្រំដែនចម្រុះរវាងប្រទេសទាំងពីរបាទត្រឡប់ទៅយន្តការច្បាប់ត្រឡប់ទៅគណៈកម្មាធិការនេះធ្វើការដដែលដូចតាំងពីដើមមកទីបាទអញ្ចឹងគឺប្រិមិត្តមួយចំនួនដែលស្ដាប់ឮពីប្រភពណាផ្សេងបកស្រាយផ្សេងដើម្បីគោលបំណងអ្វីឥឡូវនេះការពិតគឺបានបង្ហាញជូនប្រិមិត្តដូចនេះបាទឥឡូវនេះព័ត៌មានទី3គឺសូមដកស្រង់ពីកាសែត The Nation របស់ថៃវិញម្ដងបាទលោកអនុทิនគាត់បាននិយាយបន្ថែមទៅទៀតពីចំណុចដែលខ្ញុំបានជម្រាបជូនអំបញ្ញមិញនេះគឺលោកអនុทิននៅថ្ងៃសុក្រនេះបាននិយាយថាលោកបានបញ្ជាក់ថាគឺកម្ពុជាពិតជាបានទទួលយកចំណុចដែលជាលក្ខខណ្ឌចំនួន4នោះហើយដែលអាចនឹងបើជាការមួយនឹងត្រូវដោះស្រាយជាជំហានហើយលោកអនុทิនបានសម្ដែងក្តីសង្ឃឹមថាកិច្ចប្រជុំកំពូលរបស់អាស៊ាននៅក្នុងប្រទេសម៉ាឡេស៊ីនឹងឈានទៅដល់ការចុះហត្ថលេខាលើសេចក្តីប្រកាសរួមគ្នានេះដែលនឹងជាការមួយក្រាលផ្លូវសម្រាប់ការអនុវត្តនៃកិច្ចព្រមព្រៀងឬក៏ចំណុចទាំង4ដែលបានព្រមព្រៀងឬក៏បានពិភាក្សាគ្នាកន្លងមកជាមួយនឹងប្រទេសកម្ពុជាហើយនៅពេលដែលអ្នកសារព័ត៌មានបានសួរថាតើការចុះហត្ថលេខានោះបាទគឺនឹងចូលជាធរមានភ្លាមក្នុងការអនុវត្តនោះឬទេឬក៏មានអ្វីដែលជាលក្ខខណ្ឌបន្ថែមទៀតមុនពេលដែលកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាលោកអនុทิនបានបញ្ជាក់ថាប្រសិនបើអ្វីដែលបានព្រមព្រៀងកន្លងមកនេះគឺដំណើរការតាមដូចដែលកិច្ចព្រមព្រៀងដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំ JBC គណៈកម្មាធិការព្រំដែនចម្រុះហើយនឹងកិច្ចប្រជុំរបស់ GBC កិច្ចប្រជុំរបស់គណៈកម្មាធិការទូទៅនោះព្រំដែនទូទៅគឺដូចដែលរដ្ឋមន្ត្រីក្រសួងការពិជាតិណតភ័ណ្ឌបានចុះហត្ថលេខាណាគឺបាទកិច្ចព្រមព្រៀងនឹងចុះហត្ថលេខាជាផ្លូវការពិតប្រាកដមែនបាទចាំបានន័យថាអ្វីដែលយើងដឹងនៅក្នុងការចុះហត្ថលេខានៅថ្ងៃខាងមុខថ្ងៃ26នេះគឺផ្អែកទៅលើអ្វីដែលជាការព្រមព្រៀងរបស់ JBC និង GBC នឹងឯងនៅពេលដែលអ្នកសារព័ត៌មានសួរថាអំពីសំណើរបស់កម្ពុជាវិញដែលសូមឲ្យកែពាក្យពេចន៍ពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លីនោះតើលោកអនុทิនយល់យ៉ាងណាលោកបានឆ្លើយបញ្ជាក់ទៅវិញថាខ្ញុំអាចបញ្ជាក់បានថាការសន្ទនាទាំងអស់នោះដើម្បីឲ្យបានកិច្ចព្រមព្រៀងទាំងអស់នេះគឺយើងផ្ដល់អាទិភាពទៅលើផលប្រយោជន៍របស់ថៃដែលឈរលើផលប្រយោជន៍អធិបតេយ្យភាពថ្លៃថ្នូរក៏ដូចជាសុខុមាលភាពនៃប្រជាជនថៃជាគោលដៅចម្បងដ៏ខ្ពង់ខ្ពស់របស់យើងបាទអញ្ចឹងនៅពេលដែលសួរអំពីចំណុចទាំងអស់នោះគឺលោកអនុทิនបាននិយាយថាកិច្ចព្រមព្រៀងនោះគឺមានការផ្ដោតលើ4ចំណុចណាគឺការដកអាវុធធុនធ្ងន់បាទការដោះមីនការកម្ចាត់ scam អនឡាញហើយនិងបញ្ហាប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនបាទហើយលោកអនុทิនបានសង្កត់ធ្ងន់ថាសកម្មភាពជាក់ស្ដែងទាំងអស់នេះបាទគឺមិនចង់ឲ្យមានតែនៅលើក្រដាសនោះទេគឺក៏នឹងមានការពិភាក្សាគ្នាអំពីពេលវេលានិងវិធីសាស្ត្រនៅក្នុងការធានាថាឲ្យផែនការនេះអនុវត្តបានជោគជ័យដែលធ្វើយ៉ាងណាដើម្បីឲ្យថៃអាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះបានបាទអញ្ចឹងអ្វីដែលលោកអនុทิនមានប្រសាសន៍នេះគឺដូចគ្នាបាទដូចគ្នាជាមួយនឹងលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃដែរបាទអញ្ចឹងណាបាទអញ្ចឹងគឺជាការបញ្ជាក់ទៅវិញទៅមកហើយចំណុចទី
ព័ត៌មានទី4បាទព័ត៌មានទី4គឺសូមដកស្រង់ពីកាសែត The Nation របស់ថៃមួយទៀតមកគឺអ្នកនាំពាក្យរបស់ខាងរដ្ឋាភិបាលថៃគឺលោកស៊ីរភងហ្នឹងគាត់បាននិយាយថាសហរដ្ឋអាមេរិកពិតជាបានស្នើបន្ថែមចំណុចមួយទៅក្នុងកិច្ចព្រមព្រៀងនៃការប្រកាសរវាងកម្ពុជាហើយនិងថៃផងដែរបាទក៏ប៉ុន្តែគឺគាត់មិនបង្ហាញថាតើចំណុចណាខ្លះដែលខាងសហរដ្ឋអាមេរិកបានស្នើនោះទេបាទបានស្នើឲ្យបញ្ចូលនោះទេហើយគាត់បាននិយាយដដែលទៀតបាទខ្ញុំសូមមិនបង្ហាញទេគឺនិយាយដូចដែលខាងរដ្ឋមន្ត្រីការបរទេសរបស់ថៃក៏ដូចជាលោកនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃបានលើកឡើងអញ្ចឹងដែរបាទអំពីសំណើរបស់សហរដ្ឋអាមេរិកនោះហើយគាត់មិនបានបង្ហាញបាទក៏ប៉ុន្តែគាត់ថាខាងថៃបានបដិសេធបាទបានបដិសេធហើយមិនទទួលយកទេហើយថៃបានស្នើថែមមួយចំណុចថែមទៀតក៏ប៉ុន្តែនៅពេលដែលអ្នកសារព័ត៌មានសួរថាតើចំណុចនោះគឺជាចំណុចអ្វីគាត់ក៏មិននិយាយដែរនិយាយរួមព័ត៌មានរបស់គាត់ហ្នឹងគឺគាត់ចង់ confirm បញ្ជាក់ថាអាមេរិកពិតជាបានស្នើឡើងនៅចំណុចមួយទៅក្នុងសេចក្តីប្រកាសហ្នឹងក៏ប៉ុន្តែថៃមិនព្រមទទួលទេបាទនេះគឺជាអ្វីដែលជាសេចក្តីរាយការណ៍របស់កាសែត The Nation បាទហើយនៅល្ងាចនេះនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងខ្ញុំនឹងដកស្រង់ពីអត្ថបទរបស់ទស្សនាវដ្តី Times ដែលនិយាយថាតើមូលហេតុអ្វីដែលធ្វើឲ្យលោកប្រធានាធិបតី Donald Trump ទៅចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ានលើកនេះហើយតើការសន្ទនានៅពីក្រោយបង្ហាញយ៉ាងម៉េចចំហថៃយ៉ាងម៉េចអ្នកវិភាគនិយាយយ៉ាងម៉េចហើយតើក្រោយពីនោះក្រោយពីចោទលេខារឿងអ្វីគេរំពឹងថានឹងកើតឡើងគឺនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបាទខ្ញុំនឹងបង្ហាញជូនប្រិមិត្តបន្ថែមទៀតអញ្ចឹងសូមរងចាំតាមដាននៅកម្មវិធីល្ងាចនេះសម្រាប់អ្នកនៅសហរដ្ឋអាមេរិកនិងនៅកម្ពុជានៅព្រឹកថ្ងៃស្អែកបាទអញ្ចឹងសូមអរគុណណាសូមអរគុណប្រិមិត្តច្រើនបាទប្រិមិត្តច្រើនបាទបើសិនជាមានអត្ថាធិប្បាយយ៉ាងម៉េចទៀតបាទគឺខ្ញុំនឹងចូលរួមចំណែកនៅពេលក្រោយបាទសូមអរគុណបាទសូមជម្រាបលា